គឺខេត្តកំពតមានចំនួន110អង្គនិមន្តមកពីខេត្តព្រះសីហនុចំនួន43អង្គនិងខេត្តកែបចំនួន15អង្គបានចែកចេញជា7បន្ទុកនិងមានចែកចេញជា6វិញ្ញាសាលើសំណួរមុខវិជ្ជាចំនួន10គឺភាសាបាលីតែងសេចក្តីសរសេរតាមអានវិទ្យាសាស្ត្រអនុវត្តប្រវត្តិវិទ្យាភូមិវិទ្យាពុទ្ធវិន័យពុទ្ធប្រវត្តិព្រះពុទ្ធសាសនានិងគណិតវិទ្យាដោយវិញ្ញាសាចេញពីអគារការដ្ឋានពុទ្ធកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនាបានសម្រេចយកនៅមុខវិជ្ជាប្រឡងទាំងអស់ដោយយើងប្រើពេលក្នុងការប្រឡងនេះមានរយៈពេល2ថ្ងៃហើយលើមុខវិជ្ជាដូចដែលបានគោរពទូប្រគេននិងជម្រាបជូន